តើឆាវឆាវកាន់កូនកំបិតដើម្បីចូលទៅធ្វើឃាតតង់ជួមានពិតទេនៅក្នុងប្រវត្តិសាស្ត្រដឹងលម្អិតតាមដានវីដេអូមួយនេះឥឡូវខ្ញុំសូមបង្ហាញព្រឹត្តិការណ៍ដែលមាននៅក្នុងរឿងជាមុនសិនមុនយើងចូលព្រឹត្តិការណ៍ពិតនៅក្នុងប្រវត្តិសាស្ត្របន្ទាប់ពីតង់ជួក្តាប់សិទ្ធិអំណាចនៅក្នុងរាជការហានមន្ត្រីជាច្រើនដែលស្មោះត្រង់ជាមួយនឹងរាជវង្សហានមានការទៅចិត្តជាមួយនឹងតង់ជួជាខ្លាំងប៉ុន្តែបើទោះបីជាគេមានការទៅចិត្តយ៉ាងណាក៏ដោយគេក៏មិនអាចធ្វើអីតង់ជួបានដែរគេក៏មិនចូលចិត្តឆាវឆាវដែរព្រោះថាឆាវឆាវនឹងប្រកែកអែបអបតង់ជួដែលធ្វើឲ្យតង់ជួមានការស្រឡាញ់ចូលចិត្តឆាវឆាវយ៉ាងខ្លាំងហើយថែមទាំងអនុញ្ញាតឲ្យឆាវឆាវចង់ចូលចង់ចេញនៅក្នុងសំណាក់របស់ខ្លួនតាមចិត្តពេលណាក៏បានតង់ជួតែងតែគំរាមធ្វើបាបមន្ត្រីចាស់ចាស់របស់រាជវង្សហានណាដែលមិនស្មោះត្រង់នឹងខ្លួនផងដែរពេលមួយមានមន្ត្រីម្នាក់ឈ្មោះវ៉ាងអ៊ីងបានរៀបចំធ្វើកម្មវិធីជប់លៀងថ្ងៃកំណើតរបស់ខ្លួននៅក្នុងផ្ទះរបស់ខ្លួនហើយក៏បានអញ្ជើញមន្ត្រីចាស់ចាស់ដែលមានភក្ដីភាពចំពោះរាជវង្សហានមកផ្ទះរបស់ខ្លួនឆាវឆាវក៏បានដឹងដំណឹងនេះដែរហើយលោកក៏ទៅចូលរួមក្នុងកម្មវិធីនោះដោយគ្មានការអញ្ជើញឡើយនៅក្នុងកម្មវិធីនោះពួកមន្ត្រីទាំងឡាយក៏បានយំសោកនិងរៀបរាប់អំពីអំពើខុសខើរបស់តង់ជួមានតែឆាវឆាវម្នាក់គត់ប៉ុណ្ណោះដែលបានសើចពួកមន្ត្រីទាំងនោះហើយបាននិយាយថាបើគេធ្វើឃាតតង់ជួគឺងាយស្រួលណាស់សម្រាប់គេម្ចាស់កម្មវិធីវ៉ាងអ៊ីងក៏បានធ្វើជាខឹងនឹងឆាវឆាវហើយក៏បានធ្វើជាដេញឆាវឆាវចេញប៉ុន្តែបានឲ្យអ្នកបម្រើឃាត់ឆាវឆាវទុកជួបជជែកពិភាក្សាជាមួយលោកដោយសម្ងាត់វិញក្រោយពេលដែលឆាវឆាវនិងវ៉ាងអ៊ីងបានពិភាក្សាគ្នាអំពីគម្រោងធ្វើឃាតតង់ជួហើយផែនការរបស់ពួកគេក៏បានអនុវត្តឆាវឆាវក៏បានយកកូនកំបិតដែលវ៉ាងអ៊ីងឲ្យនឹងចូលសំណាក់របស់តង់ជួធ្វើដូចដែលលោកចូលរដងដែរឆាវឆាវក៏បានឆ្លៀតឱកាសនៅក្នុងគណៈពេលដែលតង់ជួកំពុងតែដេកលោកក៏បានដកកំបិតចេញរៀបនឹងចាក់តង់ជួហើយប៉ុន្តែតង់ជួនឹងក៏ភ្ញាក់ដឹងខ្លួនទាន់វិញឆាវឆាវក៏មានការតក់ស្លុតនឹងភ័យខ្លាចយ៉ាងខ្លាំងប៉ុន្តែលោកអាចរកលេសយករួចខ្លួនបានរួចក៏រត់ចេញពីរាជវាំងបានសម្រេចចំណែកនៅក្នុងប្រវត្តិសាស្ត្រវិញគឺពុំមានការនិយាយអំពីគម្រោងធ្វើឃាតរបស់ឆាវឆាវទៅលើតង់ជួនោះទេគេគ្រាន់តែបានរៀបរាប់អំពីទំនាក់ទំនងរបស់ឆាវឆាវនិងតង់ជួឆាវឆាវពិតជាមានទំនាក់ទំនងល្អជាមួយនឹងតង់ជួមែនរហូតតង់ជួនឹងចង់តែងតាំងឆាវឆាវជាទីប្រឹក្សារបស់លោកប៉ុន្តែមិនមែនដោយសារតែឆាវឆាវចេះអែបអបនោះទេគឺដោយសារសមត្ថភាពរបស់ឆាវឆាវដោយមើលឃើញក្តីវិនិច្ឆ័យអន្តរាជរបស់តង់ជួទៅថ្ងៃខាងមុខឆាវឆាវក៏បានបន្លំខ្លួនរួចរត់ចេញពីរាជធានីព្រោះលោកមិនចង់បម្រើការតង់ជួមិនមែនដោយសារតែលោកធ្វើឃាតតង់ជួបរាជ័យនោះទេនៅក្នុងអំឡុងពេលនៃការរត់គេចខ្លួនឆាវឆាវបានជួបនឹងហេតុការណ៍ពីរគឺត្រូវបានមេភូមិម្នាក់ចាប់បានដោយសង្ស័យថាឆាវឆាវគឺជាអ្នកទោសដែលរត់គេចខ្លួនប៉ុន្តែត្រូវបានដោះលែងវិញដោយសារតែមានមន្ត្រីម្នាក់បានស្គាល់ឆាវឆាវនិងបានមើលឃើញថាឆាវឆាវគឺជាធនធានដ៏ល្អសម្រាប់អនាគតប្រទេសជាតិនៅត្រង់ចំណុចនេះគឺវាមានភាពខុសគ្នាអំពីខ្សែភាពយន្តដែលលោកគឺត្រូវបានជួបនឹងចៅហ្វាយស្រុកចុងម៉ៅគឺលោកចិនកុងហេតុការណ៍មួយទៀតគឺលោកបានទៅស្នាក់អាស្រ័យជាមួយនឹងគ្រួសាររបស់លោកលីប៉ូស៊ឺហើយគ្រួសារនេះក៏បានយកចិត្តទុកដាក់និងរៀបចំបាយទឹកឲ្យឆាវឆាវបានយ៉ាងល្អផងដែរបន្ទាប់មកដោយមានការយល់ច្រឡំឆាវឆាវក៏បានសម្លាប់គ្រួសាររបស់លោកលីប៉ូស៊ឺទាំងក្មេងចាស់ទាំងអស់តែម្ដងហើយចំពោះមូលហេតុវិញគឺមានភាពខុសៗគ្នាខ្ញុំសូមអត់និយាយទេដោយសារតែវានៅចម្រុងចម្រាស់នៅឡើយប៉ុន្តែអ្វីដែលនៅក្នុងប្រវត្តិសាស្ត្រគេបញ្ជាក់ថាពុំមានលោកលីប៉ូស៊ឺនៅទេហើយក៏អត់មានទស្សនវិជ្ជានៃការទៅទិញស្រាហើយឆាវឆាវមកសម្លាប់ដែរ